ធ្វើជាមនុស្សទេវទៀតការខុសសំឆ្គងជារឿងរបស់មនុស្សធម្មតាតែការមិនប្រកាន់ទោសការឲ្យអភ័យអានឹងគឺជារឿងរបស់ទេវតាមនុស្សទេវដល់តែញាតិញោមមានចិត្តជាទេវតាមែនទេទៅរូបកាយជាមនុស្សនេះដូចសម្បកអញ្ចឹងញាតិញោមគ្រាន់តែខ្ចីសម្បកមនុស្សធ្វើបុណ្យថ្វាយបង្គំព្រះប្រគេនញញហាំប្រសង់អប់រំទូមានចិត្តស្លូតអញ្ចឹងទៅសិនណាក្នុងចិត្តនឹងសង្គ្រោះមិនប្រកាន់ទោសពីអ្នកណាណីអីទាំងអស់ណាហ្នឹងអាហ្នឹងដល់តែអញ្ចឹងទៅរូបកាយជាមនុស្សនេះគ្រាន់តែជាសម្បកបែកផ្លេពេលណាក៏បែកទៅចាស់ក៏ចាស់ទៅញាតិញោមជាទេវតាស្រាប់ហើយតើមានតែមកនៅក្នុងស្រុកមនុស្សនេះធ្វើអីដូចទេវតាមកគាល់ព្រះដ៏មានរុភៈអញ្ចឹងណាមកអត់អង្គុយទេណាទេវតាសិតតែឈរទេមិនបានទេវតាហ្នឹងមិនអង្គុយថាបញ្ញាប់ទៅវិញហ្នឹងចង់បញ្ជាក់ថាមិនមែនមកគ្រប់គ្រងឋានមនុស្សនេះទេគ្រាន់តែថាមានព្រះមកគាល់ព្រះអង្គដើម្បីស្ដាប់ពធមនុស្សទេវដូចគ្នាទេមិនមែនមកគ្រប់គ្រងក្នុងអត្តភាពជាមនុស្សលោកនេះទេក្នុងកំណើតនេះគឺកំណើតបំពេញកុសលរូបកាយជាមនុស្សនេះគ្រាន់តែជាសម្បកអញ្ចឹងទៅចិត្តជាទេវតាទាំងបំពេញកិច្ចការងារជាប់សពគ្រប់ត្រូវចោលសម្បកហ្នឹងទៅទៅកម្មទេវលោកហើយទទួលនៅអរិយធម៌ដូច្នេះមានអីត្រូវហួងហែងក្នុងលោកនោះនេះទៅឆ្លុះប្រកែកកណ្ដើមគ្នាយកអីហ្នឹងដល់អញ្ចឹងទៅញាតិញោមមានចិត្តខ្ពស់ទាំងជាទេវតាណាមិនប្រកាន់ទោសពីណាធ្វើជាមនុស្សគំរូ